ត្រូវគេមាក់ងាយត្រឹមជាកម្មករមិនចេះអក្សរថ្ងៃនេះបុរសមកពីខេត្តកំពង់ចាមបានក្លាយទៅជាម្ចាស់ដីស្រែនិងចំការជិត30ហិកតានិងត្រាក់ទ័រតម្លៃរាប់ម៉ឺនដុល្លារចំនួន4គ្រឿងនៅខេត្តក្រចេះនេះមិនមែនជាសំណាងទេតែជាការខិតខំប្រឹងប្រែងរបស់មនុស្សម្នាក់ដែលមិនព្រមឲ្យជីវិតរបស់ខ្លួននៅត្រឹមជាកម្មកររហូតលោកធីចម្រើនអាយុ44ឆ្នាំធ្លាប់ជាកម្មករចំការកៅស៊ូនៅខេត្តកំពង់ចាមមុនសម្រាប់ចិត្តមកចាប់ផ្ដើមជីវិតថ្មីនៅខេត្តក្រចេះក្នុងឆ្នាំ2010មកដល់ដំបូងលោកត្រូវរស់នៅក្នុងចំការហើយប្រឹងធ្វើការទាំងកសិកម្មផងធ្វើជាងម៉ូតូផងដើម្បីទប់ជីវភាពគ្រួសារដោយពិបាកជួលត្រាក់ទ័រគេព្យួរលោកក៏សម្រេចចិត្តខ្ចីធនាគារទិញត្រាក់ទ័រដើម្បីព្យួររស់ខ្លួនឯងផងនិងស៊ីឈ្នួលគេផងដែលធ្វើឲ្យចំណូលកើនឡើងច្រើនដងសប្តាហ៍ថ្ងៃបុរសដែលធ្លាប់រងរបួសផ្លូវចិត្តដោយសារតែការមាក់ងាយរបស់អ្នកដទៃបានចាត់ទុកខ្លួនឯងថាជាអ្នកមានម្នាក់នៅខេត្តក្រចេះពេលដែលយើងលំបាកយើងទៅពឹងគេឲ្យគេជួយគេមើលងាយយើងថាយើងអត់ចេះអក្សរខ្ញុំតស៊ូប្រឹងឲ្យមានដូចរាល់ថ្ងៃនេះខ្ញុំថាខ្ញុំមានហ្មងខ្ញុំមានត្រាក់ទ័រចនឌី4គ្រឿងហើយដីភូមិមាន3កន្លែងដីចំការចំនួន27ហិកតាស្រែហ្នឹង2ហិកតាកន្លះទៀតបាទប្រៀបទៅវាខុសឡើង20ដងជាងមិនគួរឲ្យជឿបាទធ្វើឲ្យជីវិតយើងវាប្រែប្រួលលឿនចំពោះលោកធីចម្រើនការផ្លាស់ប្ដូរនេះមិនមែនមានន័យត្រឹមតែមានដីមានចំការនិងគ្រឿងចាក់ច្រើនជាងមុននោះទេអ្វីដែលមានតម្លៃជាងគេគឺការដែលលោកអាចងើបចេញពីចំណុចដែលគេធ្លាប់មើលស្រាលហើយបង្ហាញថាមនុស្សម្នាក់អាចបដូរវាសនាខ្លួនឯងបានបើហ៊ានតស៊ូហ៊ានសម្រេចចិត្តនិងមិនបោះបង់នៅពេលដែលឧបសគ្គរុញជីវិតដោយផ្លូវទាល់លោកចម្រើនផ្ដាំថាការមើលងាយរបស់អ្នកដទៃអាចធ្វើឲ្យមនុស្សម្នាក់ឈឺចាប់បានប៉ុន្តែมันអាចកំណត់វាសនារបស់គេបានឡើយចុងក្រោយអ្នកដែលសរសេរវាសនារបស់យើងគឺយើងខ្លួនឯងខ្ញុំរស់សុធាពី News Today NTTV